សូមជូនព័ត៌មានក្រុមចំណងជើងថាព្រះតាមយកសម្បត្តិអូណាព័ត៌មានណាក៏ចម្លែកណាឯនិពន្ធរឿងក៏ព័ត៌មានណាអូរឿងហ្នឹងវិញចែនៅកម្ពុជាយើងណាក្រោយពីបោះឆ្នោតហើយគឺតំណាងរាស្ត្រដែលស្របច្បាប់គេទៅធ្វើពិធីសម្បត្តិនៅមុខព្រះមហាក្សត្រឯព្រះបរមរាជវាំងចម្លែកអីតែក្រុមតំណាងរាស្ត្រឧទាមួយក្រុមនៅក្នុងរបបលទ្ធិប្រជាធិបតេយ្យយើងហ្នឹងណាធ្វើពិធីសម្បត្តិដោយខ្លួនឯងគ្មានក្បាលគ្មានកន្ទុយទៅវិញហើយបើពូមិនច្បាស់ណាចាំមើលខ្ញុំចាក់វីដេអូឲ្យមើលទូព្រះបង្គំយើងខ្ញុំទូបញ្ញាបដូរដៃទូបញ្ញាបដូរដៃមានមួយជីវិតមានមួយជីវិតមិនស្បត់ជាតិទៅក្នុងកម្ពុជាមិនស្បត់ជាតិទៅក្នុងកម្ពុជាទូព្រះបង្គំយើងខ្ញុំទូព្រះបង្គំយើងខ្ញុំទូបញ្ញាមិនស្បត់កម្មព្រះប្រជាពលរដ្ឋជាបញ្ហាឃើញទេលោកពូឥឡូវហ្នឹងណាដោយសារតែការសម្បត្តិខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងចាញ់សម្បត្តិចំពោះបារមីប្រាសាទអង្គរវត្តនិងបារមីព្រះបាទជ័យវរ្ម័នទី7ចុងក្រោយកម្ពុជាគឺតំណាងរាស្ត្រខ្លះជាប់គុកនិងតំណាងរាស្ត្រខ្លះទៀតរត់ចោលស្រុកព្រោះបំពេញពាក្យសម្បត្តិក្បត់ជាតិឯងក្បត់មាតុភូមិនិងប្រជាជនដែលបានបោះឆ្នោតឲ្យពួកគេមិនដែរពូប៉ុណ្ណឹងច្បាស់ហើយនៅមានព្រះមកស្បត់ក៏មិនជឿមានព្រះមកស្បត់ក៏មិនជឿ